នាព្រឹកថ្ងៃច័ន្ទ300ខែពិសាឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី4ខែឧសភាឆ្នាំ2026ឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទឯកឧត្តមដិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឯកឧត្តមថោចេថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងអូតូនិយមបានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំអន្តរក្រសួងត្រីវិស័យថ្នាក់រដ្ឋមន្ត្រីលើកទី6ស្ដីពីការសម្របសម្រួលការអនុវត្តនៅកម្មវិធីនយោបាយនិងសកម្មភាពដែលពាក់ព័ន្ធនិងសហគមន៍កសិកម្មទំនើបសហគមន៍កសិករប្រើប្រាស់ទឹកនិងភូមិគំរូកិច្ចប្រជុំត្រីវិស័យថ្នាក់រដ្ឋមន្ត្រីលើកទី6នេះត្រូវបានសម្របសម្រួលនិងរៀបចំឡើងនៅទីស្តីការក្រសួងអភិវឌ្ឍជនបទដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំនៃក្រសួងទាំង3ថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័នមន្ទីរជំនាញខេត្តគោលដៅនិងអង្គការដៃគូអភិវឌ្ឍពាក់ព័ន្ធផងដែរគោលបំណងចម្បងចំនួន2ត្រូវបានកំណត់នៅក្នុងកិច្ចប្រជុំនេះរួមមានទី1ការពិនិត្យលើវឌ្ឍនភាពនិងសមិទ្ធផលការងារត្រីវិស័យដែលសម្រេចបាននៅតាមបណ្ដាសហគមន៍គោលដៅទាំងអស់ដែលត្រូវបានជ្រើសរើសសម្រាប់កិច្ចអន្តរាគមន៍បន្ទាប់ពីកិច្ចប្រជុំត្រីវិស័យថ្នាក់រដ្ឋមន្ត្រីលើកទី5និងការកំណត់ទិសដៅការងារបន្តនៅក្នុងការជ្រើសរើសសហគមន៍បន្ថែមនិងទី2ពិនិត្យលើវឌ្ឍនភាពនិងលក្ខខណ្ឌការងារយោងនៃការរៀបចំយុទ្ធសាស្ត្រនិងផែនការអនុវត្តត្រីវិស័យសម្រាប់ការអភិវឌ្ឍប្រកបដោយការសម្របសម្រួលលើវិស័យកសិកម្មទឹកអភិវឌ្ឍជនបទនៅកម្ពុជាឆ្នាំ2027-2031គួរជម្រាបជូនផងដែរថាដើម្បីចូលរួមឲ្យសម្រេចជោគជ័យនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភានិងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្រសួងធនធានទឹកនិងអូតូនិយមនិងក្រសួងអភិវឌ្ឍជនបទបានសហការគ្នាជាសហធម្មពលក្រោមអភិក្រមចក្រភាពនៃប្រព័ន្ធទូអង្គតែមួយដោយបង្កើតបានជាក្រុមការងារត្រីវិស័យកសិកម្មទឹកជនបទដើម្បីសម្របសម្រួលការអនុវត្តនៅកម្មវិធីនយោបាយនិងសកម្មភាពអភិវឌ្ឍជនបទនានាពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើបសហគមន៍កសិករប្រើប្រាស់ទឹកនិងភូមិគំរូក្រុមការងារត្រីវិស័យនេះគឺជាយន្តការសម្របសម្រួលអន្តរក្រសួងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍដោយផ្ទាល់នៅតាមតំបន់ជនបទក្នុងការលើកកម្ពស់និងកែលម្អជីវភាពរស់នៅនិងបង្កើតនូវភាពធន់របស់ប្រជាជននៅតាមសហគមន៍កសិកម្មទំនើបសហគមន៍កសិករប្រើប្រាស់ទឹកនិងភូមិគំរូឲ្យមានប្រសិទ្ធភាពប្រសិទ្ធផលខ្ពស់និងមានចីរភាព